តាមព្យាបាលរបស់វៀតមិញបន្ទាប់ពីបានរត់ចេញពីកញ្ញាវៀតមិញមកនាងទៀងសំណាក់នៅផ្ទះលោកថៃទីហុងជាឪពុកមេអស់មួយរយៈពេលមួយនោះលោកសង្ឃមួយព្រះអង្គប្រនាមងិនបានសាកល្បងសម្លាប់នាងទៀងក្រោយមកទើបគេដឹងថាលោកសង្ឃខ្លាយនេះត្រូវវៀតមិញបំពុះដើម្បីឲ្យមកកំចាត់ដោយមិនអាចធ្វើអ្វីនាងទៀងកើតដោយសារការយាមល្បាតយ៉ាងតឹងរ៉ឹងរបស់លោកថៃទីហុងលោកសង្ឃនេះក៏បាត់ខ្លួនទៅរាល់យប់នាងទៀងតែងតែគេងនៅក្បែរបណ្ដាយបង្កើតរបស់លោកថៃទីហុងគាត់ជាមនុស្សពិការភ្នែកតែមានអារម្មណ៍រហ័សរហួនណាស់កាលណាឮសូរសម្រាប់សំឡេងអ្វីមួយកើតឡើងនៅយប់មួយវេលាម៉ោងប្រហែល2ទៀបភ្លឺនាងទៀងកំពុងតែគេងលក់ស្កប់ស្កល់ជីដូនពិការភ្នែកស្រាប់តែឮសូរសម្រាប់ជើងឡើងលើជណ្ដើរផ្ទះយាយសួរតិចថានរណាមិនឮឆ្លើយយាយក៏បន្តឹងសំឡេងស្រែកមិនឮឆ្លើយយាយក៏បន្តឹងសំឡេងស្រែកយ៉ាងខ្លាំងជួយផងវៀតមិញព្រោះនៅកលៈទេសៈនោះវៀតមិញតែងតែចូលមកចាប់ចងខ្មែរបម្រើបារាំងជារៀងរាល់យប់លោកថាច់ទីហុងភ្ញាក់ដោយឮសូរសំឡេងស្រែករបស់ម្ដាយក៏រត់សំដៅមកកន្លែងកើតហេតុមួយរំពេចមកដល់ភ្លាមគាត់ក៏វូបវៈជាមួយឃាតករម្នាក់ដែលជាស្រីយួនដ៏សាហាវនេះក៏ចាក់គាត់ត្រូវធ្នោះបាត់ដៃពីម្ខាងទៅម្ខាងគឺគ្មាននរណាក្រៅពីកូនស្រីរបស់ប្រធានវៀតមិញទីវកឹងហើយដែលជាចៃដន្យត្រូវជាប្រពន្ធចុងរបស់លោកថៃទីហុងនោះទេក្រោយមកទៀតគាត់ដឹងថាស្រីយួននេះត្រូវបន្តបេសកកម្មជំនួសលោកសង្ឃខ្លាយពីមុនក្រោយឃើញព្រឹត្តិការណ៍មិនស្រួលទោះបីជាជីដូននិងឪពុកមេខាត់ខាំងយ៉ាងណាក៏ដោយនាងទៀងសម្រេចចិត្តត្រូវចាក់ចេញពីផ្ទះឪពុកមេជាដាច់ខាតដើរបណ្ដើរយមបណ្ដើរនាងទៀងចេញពីផ្ទះទៅជួបលោកប៉ាន់ឡូវរាយរាប់ពីការព្យាបាលដែលកើតឡើងផ្ទូនគ្នានេះកំពុងតែនិយាយស្រាប់តែឃើញលោកថៃទីហុងដើរចូលមកដោយនាំទាំងធំប៉ោសែតមកជាមួយផងប្រពន្ធរបស់គាត់ឈ្មោះធំសុំទាំងពីរនាក់មានអាយុជាង60ឆ្នាំគាត់មកធានានាងទៀងទៅផ្គត់ផ្គង់បាយទឹកឲ្យសំណាក់នៅពេលថ្ងៃតែពេលយប់គាត់មិនហ៊ានធានាទេដោយមកពីផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជនពេកទោះបីខ្លួនគាត់តល់នឹងប្រពន្ធតែងតែនាំគ្នាទៅជ្រកកោនពូនដេកនៅក្នុងវត្តពោធិសាលរាជជារៀងរាល់យប់ដែរក្នុងកលៈទេសៈនោះគ្រប់ខ្មែរកម្ពុជាក្រោមដែលជាអ្នកបម្រើបារាំងតែងតែលាក់ខ្លួនពូនអាត្មានៅពេលយប់ដោយសត្វកណ្ដុរព្រឹកឡើងទៅក្រោកទៅធ្វើការជាធម្មតានៅក្រុងត្រាវវិញពេលនោះមានតែនាងទៀងម្នាក់ឯងគត់ដែលជាអ្នករដ្ឋការស្រីតើឲ្យនាងទៅជ្រកនៅឯណាបើនៅក្មេងទៅតែបាន20ឆ្នាំពេលលោកទាំង3នាក់កំពុងដើរផ្លូវតលច្រកសំឡេងហ្វ្រាំងបានរន់លឺងើតនៅមុខផ្ទះយើងសម្លឹងទៅឃើញមនុស្សម្នាក់មានធំសង្ហាសក់ស្លូតកាត់សក់ឡុងសុងមកវែងច្រមុះស្រួចរឹកពីស្ទើស្រីស្ទើប្រុសស្លៀកពាក់ទាហានមនុស្សចម្លែកផ្អែកកង់មិនទាន់ស្រួលបួលផងក៏ស្ទុះមកអោបនាងទៀងទឹកភ្នែកហូររហាមព្រមទាំងនិយាយថាអាទៀងអើយខ្ញុំមិននឹកស្មានថាឯងបានគេចផុតពីគ្រោះថ្នាក់យ៉ាងនេះហើយបានមកជួបខ្ញុំទេនាងទៀងក៏អោបមនុស្សនោះវិញព្រមទាំងនិយាយតិចឡើងថាបងប៉ាពេលនោះលោកទាំង3នាក់ទៅជាស្រឡាំងកាំងដោយឃើញកាយវិការដ៏ចម្លែកនៃយុវជនយុវនារីខ្មែរកម្ពុជាក្រមក្មេងៗដែលលោតអោបគ្នាយ៉ាងនេះព្រោះកាលនៅចំនួននោះកូនខ្មែរនៅកម្ពុជាក្រមទាំងប្រុសទាំងស្រីមានក្រឹតវិន័យតឹងរ៉ឹងណាស់សូម្បីតែនិយាយគ្នាក្នុងទីស្ងាត់ក៏ត្រូវហាមឃាត់ដែរលុះឮនាងទៀងហៅថាបងប៉ាដូច្នេះទើបលោកទាំងអស់ស្គាល់ថាមនុស្សដ៏ចម្លែកនេះគឺញ៉ាងធីបានាងទៀងក៏អោបមនុស្សនោះវិញព្រមទាំងនិយាយតិចឡើងថាបងបាពេលនោះលោកទាំង3នាក់ទៅជាស្រឡាំងកាំងដោយឃើញកាយវិការដ៏ចម្លែកនៃយុវជនយុវនារីខ្មែរកម្ពុជាក្រមក្មេងៗដែលលោតអោបគ្នាយ៉ាងនេះព្រោះកាលនៅចំនួននោះកូនខ្មែរនៅកម្ពុជាក្រមទាំងប្រុសទាំងស្រីមានក្រឹតវិន័យតឹងរ៉ឹងណាស់សូម្បីតែនិយាយគ្នាក្នុងទីស្ងាត់ក៏ត្រូវហាមឃាត់ដែរលុះឮនាងទៀងហៅថាបងបាដូច្នេះទើបលោកទាំងអស់ស្គាល់ថាមនុស្សដ៏ចម្លែកនេះគឺញ៉ាងធីបាជាមនុស្សមានភេទស្ទើរប្រុសស្ទើរស្រីតាំងពីតូចមកស្លៀកពាក់ជាស្រីដើរលេងនិងរស់នៅតែជាមួយស្រីនៅឆ្នាំ1940នៅពេលដែលនាងទៀងមករៀននៅទីក្រុងត្រាវិញនាងទៀងនៅផ្ទះជាមួយនឹងញ៉ាងធីបានៅភូមិរាយឆ្នាំ1946នាងទៀងត្រូវចេញទៅធ្វើគ្រូបង្រៀននៅប៉ុស្តិ៍ងាបាទាំងពីរនាក់ក៏ត្រូវបែកគ្នាតាំងពីនោះរហូតមកទើបតែបានជួបនៅថ្ងៃនេះនាងទៀងកាន់ដៃញ៉ាងធីបាជាប់សួរបណ្ដាយមបណ្ដាថាបងបាឯងធ្វើអ្វីសពថ្ងៃនេះកាលពី2-3ថ្ងៃនេះខ្ញុំសម្រេចចិត្តចូលធ្វើទាហានជាអ្នកបកប្រែភាសានៅប៉ុស្តិ៍ភូមិរាយខាងជើងផ្ទះធំប៉ោសែតខ្ញុំមានឋានន្តរស័ក្តិជាពលតូសពថ្ងៃនេះខ្ញុំដាក់ឈ្មោះជាប្រុសវិញថា
ញ្ញាបានាងទៀងបានស្ដាប់សពគ្រប់ក៏ដកដៃចេញឈរសម្លឹងញ៉ាងបាសម្លឹងកាំងគាំងមាត់មួយសន្ទុះនៅក្នុងចិត្តថាយីអញឈួតហើយតាលោតអោបប្រុសកណ្ដាលវាលចំពោះមុខឪពុកមានឹងចៅវាយនាយត្រូវបងវិន័យស្រីអស់រលីងនាងនឹកគួរឲ្យខ្មាស់អៀនជាក្រៃលែងនាងក៏លោតទៅអោបឪពុកមាយំសស្រាក់ព្រមទាំងសំពះសុំទោសនៅកាយវិការដែលនាងបានធ្វើខុសនេះលោកថៃទីហុងដៃស្ដាំកាន់ដៃនាងទៀងដៃឆ្វេងកាន់ស្មាញ៉ាងបាយ៉ាងត្រេកអរព្រមទាំងនិយាយថាប្រសើរណាស់យើងអាចដោះស្រាយបញ្ហាអាទៀងមួយរយៈយ៉ាងងាយរឿងអាទៀងឯងអោបញ៉ាងបាអំបញ្ញមិញនេះគ្មានទោសគ្មានបងក្រិតវិន័យអ្វីទេឥឡូវនេះខ្ញុំសម្រេចជាបន្ទាន់គឺពេលប្រលប់មើលមនុស្សមិនស្គាល់អាទៀងត្រូវតែស្លៀកពាក់ជាទាហានរងចាំញ៉ាងបាចំណែកឯញ៉ាងបាត្រូវតែមកទទួលអាទៀងនាំយកទៅនៅក្នុងប៉ុស្តិ៍ជាមួយផងនៅពេលព្រលឹមឡើងមុនពេលប្រជាជនក្រោកអាទៀងត្រូវតែក្រោកឡើងទៅសំណាក់នៅផ្ទះធំប៉ោសែតវិញតើយោបល់ខ្ញុំនេះញ៉ាងបាឯងយល់យ៉ាងម៉េចដែរខ្ញុំស្ម័គ្រចិត្តជួយឧបត្ថម្ភអាទៀងគ្រប់មធ្យោបាយដែលខ្ញុំអាចធ្វើទៅកើតចំណែកឯលោកប៉ាន់ឡៅក៏ធានារ៉ាប់រងចាត់តែងតាំងនាងទៀងជាគ្រូបង្រៀនឡើងវិញក្នុងខែឧសភា 1945អ្នកគ្រូទៀងបង្រៀនកូនសិស្សខ្មែរអំពីមុខវិជ្ជាខ្មែរបារាំងនៅសាលាបឋមសិក្សាដែលតាំងនៅទីក្រុងត្រាវិញចំណែកឯវៀតមិញវាក្តៅក្រហាយណាស់ដោយមិនគួរភ្នាត់ស្នៀតឲ្យមនុស្សដែលវាទុកចិត្តហើយដែលដឹងវិធានការសម្ងាត់របស់វាអស់ទៅហើយនោះគេចចេញពីខ្សែរយៈរបស់វាយ៉ាងនេះទេដូច្នេះវាគិតថាត្រូវតែតាមសម្លាប់នាងទៀងលុះត្រាតែបានដើម្បីទុកជាគំរូថ្ងៃមួយលោកថៃទីហុងទទួលសម្បត្តិពីច្បាប់របស់តាកឹមវណ្ណៈពីប្រហោះព្រះសង្ឃមួយព្រះអង្គប្រនាមឡាំរឿងសម្បត្តិទី1សម្រាប់លោកថៃទីហុងដែលបញ្ជាក់ប្រាប់ពីអាសយដ្ឋានរបស់គូដណ្ដឹងនាងទៀងលោកគៀងអិនមិនមកអង្គយូរគាត់ក៏វាយទូរលេខមួយច្បាប់ភ្លាមតែ4ថ្ងៃក្រោយមកក្រសួងសន្តិសុខនៅព្រៃនគរបានវាយទូរលេខតបមកវិញថាលោកគៀងអិនបានផ្លាស់ទៅធ្វើការនៅក្រសួងសន្តិសុខនៅកម្ពុជាកណ្ដាលខេត្តបាត់ដំបងបាត់ទៅហើយសម្បត្តិទី2សម្រាប់នាងទៀងសម្បត្តិបានរៀបរាប់ពីការតាមឆាឆាវរបស់វៀតមិញតាំងពីនាងទៀងគេចចេញមកតាកឹមវណ្ណៈមិនសូវបានធ្វើការអ្វីទេព្រោះវៀតមិញតែងតែហៅគាត់ឲ្យមកមើលការកាប់សម្លាប់របស់ពួកវាទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលវៀតចោទថាជាមនុស្សក្បត់ជារៀងរាល់ពេលសម្លាប់វៀតកុងតែងតែនិយាយថាបើម៉ែអ៊ំលែងលោកទៅយកអាទៀងវិលចូលដែនដីរំដោះវិញក្នុងពេលឆាប់នេះវានឹងលើកលែងទោសឲ្យរួចខ្លួនតែបើមិនដូច្នោះទេនៅពេលណាដែលក្រសួងមានសមត្ថកិច្ចទៅតាមចាប់បានបាក់ត្រូវតែសម្លាប់ចែកគ្នាមើលនឹងទុកជាគំរូដោយសារតែការសម្លាប់មនុស្សដើម្បីបន្លាចជាផ្ទួនយ៉ាងនេះយាយតាភ័យតក់ស្លុតជាក្រៃលែងគាត់ផ្ដាំកូនគាត់ថាដាច់ខាតត្រូវតែរត់ភៀសខ្លួនទៅកម្ពុជាកណ្ដាលជាដាច់ខាតព្រោះវៀតមិញមិនបញ្ឈប់ការព្យាបាលរបស់វាទេនាងទៀងក៏ផ្ញើសម្បត្តិមួយទៀតទៅគូដណ្ដឹងតាមអាសយដ្ឋានថ្មីរៀបរាប់ពីទុក្ខវេទនានិងការផិតភ័យអស់រយៈពេល19ខែមកហើយនៅថ្ងៃទី17ខែកក្កដា1948ជាថ្ងៃបញ្ចប់ការសិក្សារបស់កូនសិស្សនៅសាលារៀនគេប្រពធ្វើពិធីចែករង្វាន់ដល់អ្នករៀនពូកែអ្នកគ្រូទៀងចូលផ្ទះនៅម៉ោង1រសៀលយឺតជាងធម្មតាទៅដល់ផ្ទះនាងភ្ញាក់ព្រឺតភ័យរន្ធត់ដោយឃើញខ្មោចលងព្រោះឃើញមនុស្សចម្លែកម្នាក់អង្គុយក្នុងបន្ទប់ទទួលភ្ញៀវបរិសនោះមានមាឌធំពោះដូចជាតាហុងមុខមូលពុកមាត់និងពុកជាការស្រមោលសម្បុរខ្មៅឃ្លីកស្លៀកពាក់ទាហានបរិសចម្លែកញញឹមឃើញតែថ្មិញសស្គូតែនាងទៀងក៏ដើរហួសចូលទៅក្នុងបន្ទប់បាត់ដោយនឹកគិតថាយីបើអញមានប្តីរបៀបនេះស្លាប់ទៅវិញប្រសើរជាងលុះផ្លាស់សម្លៀកបំពាក់រួចហើយនាងក៏ដើរទៅបន្ទប់ចង្ក្រានបាយបំរុងញ៉ាំបាយស្រាប់តែធំសុំដើរមកកាន់ស្មានាងទៀងព្រមទាំងនិយាយថាអាទៀងថ្ងៃនេះអ៊ំធ្វើបាយទទួលភ្ញៀវពិសេសម្នាក់និងមិត្តភ័ក្តិរបស់តា 2-3 នាក់ទៀតមានញ៉ាងធីបាមករួមជាមួយផងនាងទៀងសម្លឹងមុខធំសុំហើយសួរថាតើនរណាជាភ្ញៀវពិសេសនោះធំសុំសម្លឹងមុខនាងទៀងយ៉ាងយូរទៅឆ្លើយថាគឺលោកគៀងអិននោះណាម្នាក់ខ្មៅក៏ឃ្លិចនោះឬនឹងហើយនាងទៀងដើរទៅគៀនជញ្ជាំងអង្គុយយំបង្ហូរទឹកភ្នែកតូចចិត្តនឹកអាណិតខ្លួនតែនៅក្នុងបន្ទប់ទទួលភ្ញៀវឯនោះវិញគេឮសូរតែសំណើចលោកមាថៃទីហុងអាក់ក្អាយជាងគេឯងគាត់សប្បាយដោយឃើញក្មួយគាត់មានវាសនាល្អសង្ឃឹមថានឹងបានកិច្ចរួចពីគ្រោះថ្នាក់ហើយចំណែកធំប៉ោសែតក៏ត្រេកអរណាស់ដែរគាត់ដើរសំដៅមកលើកដៃអង្អែលក្បាលក្មួយស្រីជាទីស្រឡាញ់ព្រមទាំងនិយាយថាក្មួយសម្លាញ់ឯងនេះក្មួយចាក់ផុតពីទុក្ខភ័យលែងដើរជ្រកដេកដូចសត្វកណ្ដុរតទៅទៀតហើយធំត្រេកអរណាស់ដោយបានឃើញក្មួយរួចពីភ័យ
แต่ធំក៏ស្ដាយណាស់ដែរដោយឃើញក្មួយត្រូវឃ្លាតទៅឆ្ងាយចានឆ្ងាយយ៉ាងនេះ ចានាទី